Alo,ជំរាបសួរមីងពិសោធន៍មីងណាមីងស្រុកចំណាមួយឆ្នាំណាអូចាំមីងចាំតាភ្លេចមិនបានក្មួយមីងចង់សួរថាក្មួយមានបានឲ្យមកគេមកធ្វើអីនៅលើដីក្មួយហ៎ដូចជាអត់ទេមីងឥឡូវហ្នឹងមីងដូចឮថាមានមកគេមកដាំបកគោនៅលើដីរបស់ក្មួយហ៎ក្មួយមានពេកក្មួយចាស់មកឲ្យប្រញាប់តិចណាអញ្ចឹងអត់អីចឹងមីងចាំខ្ញុំប្រាប់ចិត្តត្រាឲ្យគេសឲ្យពួកខ្ញុំប្រញាប់ឡើងទៅចាអត់ខ្ញុំច្រើនផងណាមីងជំរាបលាមីងសុំសួរមួយផ្លូវនឹងផ្លូវទៅសុកឈុកមែនមីងហ្នឹងឯងក្មួយទៅទ្រាំឲ្យបាត់ឆ្វេងទៅដល់ហើយមែនទេទៅទ្រាំឲ្យបាត់ស្ដាំដូចជាមែនទេខុសហើយមែនទេមីងទៅទ្រាំដល់ហើយអត់អីទេមីងចឹងអរគុណច្រើនទេមីងអត់អីក្មួយក្មួយមីងខាងជួបមីងយូរហើយមែនទេមីងជំរាបសួរបងខ្ញុំអត់ចាសុខសប្បាយអត់មីងមីងមួយមកចូលមកចូលមកចូលមកនេះក្រោជំរាបសួរសុខសប្បាយអត់ពូចូលក្នុងអង្គុយមកមួយក៏បានដែរអង្គុយសិនមកមួយនេះអញឡើងrồi ក្តៅមែនតែតែនិយាយទេគេណាដែលសារតែពូទៅមកពីចកាមានអីទេពូតែស្អាតសឹងអីតែស្អីអាស័យយកទឹកមកតិចមើលអូអរគុណអូនអរគុណអូនឹងមួយចំនួនទៀតហើយហ៊ានដាក់ទីម៉ានហ្នឹងបាទជឿនសួរខ្ញុំឈ្មោះរាំងសីនេះបងអូនរាសាយើងតែពីររៀនតែតែពីរអញ្ចឹងដីខ្ញុំជាបោះបកគោអញ្ចឹងហើយស្រុកភូមិនេះបើមានបញ្ហាបោះបកគោអញ្ចឹងគេធ្វើមិនដែរនេះធម្មតាហ្នឹងគេទៅរកមេឃុំបើនិយាយយើងស្គាល់រកដីទៅគេទៅមេឃុំមកអញ្ចឹងឥឡូវទៅឥឡូវបានអត់ព្រោះខ្ញុំចង់មើលដីដែរខ្លាចមានគេមានបញ្ហាបន្ថែមតើមិនស្ដាយយើងទៅអត់គ្នាតោះមីងតោះទៅទេអត់អូនៅអញ្ជើញចូលបាទនិយាយសួរអញ្ជើញចូលអង្គុយក្មួយហើយអត់តបានរៀបចំឲ្យទទួលភ្ញៀវស្រួលអញ្ចឹងអញ្ជើញអង្គុយសិនណាចាអត់អីអូនទៀងក្អីខ្លួនឯងហើយក្មួយបានអញ្ជើញមករកពូតាំងបញ្ញាហ្នឹងមានបញ្ហាអីដែរដីរបស់ខ្ញុំហ្នឹងនៅម្ដុំផ្ទះមីងសុកច័ន្ទហ្នឹងមិនដឹងណាគេទេយកបកគោមកដាំលើដីខ្ញុំអត់ដែរស្គាល់អត់ដែរអីសោះមីងសុកច័ន្ទតែម្សិលមិញខលមកឲ្យខ្ញុំឡើងមកកពតភ្លាមហ្មងមើលនរណាគេអីក៏ថ្លើមធំម្លេះហ៊ានយកបកគោទៅដាំលើដីគេមើលក្មួយមានឯកសារអីយកអីដែលថាក្មួយជាម្ចាស់ដីណាពូសុំមើលបានទេចាពូមានយកឯកសារពូប្លង់រងទៀតហើយឯកសារក៏គ្រប់គ្រាន់បញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិដីពូក៏ថាប្រហែលជាមានបញ្ហាជាមួយអ្នកដាំបកគោនឹងហើយប៉ុន្តែពូជាក់ស្ដែងគឺចិត្តអស់អាណត្តិនៅក្នុងឆ្នាំនឹងហើយប៉ុន្តែអ្វីដែលពូអាចប្រាប់ក្មួយបានឲ្យក្មួយទៅតាក់ទងនៅអ្នកជំនាញផ្នែកច្បាប់ដើម្បីឲ្យគេឲ្យយោបល់ប្រឹក្សាផ្នែកច្បាប់ក្នុងការដោះស្រាយបញ្ហាហ្នឹងប៉ុន្តែក៏ពូនៅតែតាមរកអ្នកដាំបកគោនឹងដែរឲ្យដឹងហេតុផលពីរនាក់ហ្នឹងមែនពីរនាក់ទៅណាទៅណីហ្នឹងចូលមកនេះសិនមើលđừng chọn trốn đấy ta con hai nữa nè trong trốn mày mà con hai trốn mà hả mà con hai con chạy sang không mình à chạy đi em mới pin nè mình tự đang bà cô nó cái chắc đây mình sọc chăn đó nè vâng ta hay con mà chắc đây vì ná kia ban khi tự đang bà cô nó đây chặt kỹ nhưng mày đứng đi bỏ cái tem mà tay mày con ơi nhưng mà năm là nữa nhưng mày đỡ cái tem máu vớ bố anh không lấy tủ sao thì khui mũi mơ bà ấy lấy ca nhắc và lấy cái tê ai màu lấy cái tê ai máu này cái su tá này đây đi lên nè lên đi hả trên con khui bạn
ពួកមិនខំបើអីដីខ្ញុំឡើងដល់ណា ចាស់បងលើអង្គសាគឺធម្មតាអស់ហើយដោយសារបានបងមិនខំហ្នឹងគាត់ជួយសម្រួលអញ្ចឹងចឹងបងមិនខំអាចជួយសម្រាប់ឲ្យគាត់បានទេ អ្នកក្មួយនេះក្នុងនេះគឺជាឯកសារដែលមានប្លង់កម្មសិទ្ធិមានឈ្មោះក្មួយហើយក្មួយអាចយកទៅប្រកាសបានណែបើតាមការពិនិត្យទៅមើលទៅលើលេខទូរស័ព្ទក៏ដូចជាឯកសារដែលក្មួយដាក់មកឲ្យនេះពូគាត់ថាវាជាបញ្ហាស្មុគស្មាញមួយហើយពូក៏ចាស់ដែរហើយក៏ចិត្តឆ្កត់អាណត្តិដែរហើយអញ្ចឹងទេពូមានតែសុំឲ្យក្មួយទៅជួបជាមួយអ្នកប្រឹក្សាផ្នែកច្បាប់ដើម្បីដោះស្រាយបញ្ហាដីធ្លីក្មួយ អញ្ចឹងមកពូក៏ល្អដែរពូអត់អីទេអញ្ចឹងអធិស្ឋានបន្តិចណាពូខ្ញុំតាក់តងមេធាវីផ្លែអញ្ចឹង chơi khôi chơi alo មេធាវីជិនហូ alo như xuống cái đấy ồ cái xây ồ nhưng cái đấy bánh hát đấy là nơi cặp bột này ồ miền bánh hát đây là cái miền cái bỏng cô ấy mến hay tới miền ban tẹt tôn tới khung cái đấy thà miền kia màu lục đây ấy ồ chẳng khung ơi hộ nè thật sai bắp đấy nó hay chầm mơ nhung hộ phê vào ngày ấy hay nhung tẹt tôn tới với thà ស្រងវ័យសែនស្រសំផរកគ្មានប្រដូចឃើញហើយព្រឹកព្រួយលបលួយមេត្រីនេត្រូវសំដំឡងខំឲ្យភ្លេង យើងទៅជួបបងប្អូនមួយដែលថាគាត់នៅដឹងរឿងដែរអញ្ចឹងទៅសាកសួរគាត់បន្ថែមដើម្បីបានព័ត៌មានហើយយើងមានមូលដ្ឋានដើម្បីយើងយកទៅនិយាយមួយមេឃុំបន្ថែមលើឯកសារយើងបាទផ្ទះគាត់ទេតា វាសួរក្មួយ មកនេះចង់សាកសួររឿងដីនេះតែលើមេឃុំ គួយ បាទ អាពេកដាក់ទឹកអាពេកដាក់ទឹកឲ្យភៀវ សួរម្ដងទៀតភូមិ មាននឹងអីដែរក្មួយ តាមួយថ្ងៃមុនខាងស្មីងឃុំនេះនិយាយទេមកហៅខ្ញុំមកដោះស្រាយដីឲ្យបងប្អូន3នាក់តែស្គាល់ហើយបងប្អូន3នាក់នៅហ្នឹងឈ្មោះពិសី អូដែលថាពូក្រងអ្នកចាំដីឲ្យហ្នឹងឯង បាទវាសួរអូភ្លេចភ្លេចអីបែបហ្នឹងមួយភ្លេចមើលហុកទឹកអូសក្តៅវិញមកឆ្ងាយមកវិញជាស្អែកមិញខ្ញុំក្តៅវាសារហើយស្អែកគេអញ្ជើញយើងទៅឃុំចឹងពូមីងអាចធ្វើសាកសីបានដែរដើម្បីញ៉ាំថាមានគេបោះគោអីលើដីបងពិសីបងប្អូន3នាក់ដែរក៏លើគាត់ទៅហុងកុង ទៅមកហ្មង គាត់ទៅបាត់ហើយចឹងបាត់ហើយបាត់ឲ្យខ្ញុំមក ទៅពួកខ្ញុំទៅមកហ្មង អូវាឃុំឡើងឃុំស្អែកម៉ោង 9 ព្រឹកនៅសាប់ហ្នឹងតែទុកជួប អត់អីពូតនេទេ បាទខ្ញុំជួយទៅជួបមួយភាគីខាងទៀតហើយដល់ ថ្ងៃហ្នឹងទៅនិយាយមួយមិញវងមិញអីហ្នឹងដូចទៅស្រួលពួកហ្នឹងព្រោះឲ្យពួកហ្នឹងដាក់ជួយចេញគ្នាម្នាក់ពាក់កណ្ដាលរឿងដីទៅលបងជិះសួរអ្នកជិតខាង ចា សុខសប្បាយណាស់ សុខតាបងមានកើតអីមកមានកើតអីបង ចង់និយាយយើងដីយើងខាងលិចហ្នឹងណាដូចដែរទុកចោលចឹងអត់អីណា អីទេបងតែយើងសុខសប្បាយធម្មតា នេះចង់និយាយថាដីយើងមិនម៉ែយើងធ្វើលបងណា ចាដីបងឯងមិនចង់ធ្វើមែន ចង់និយាយថាដីយើងជាប់មួយចឹងណា ចា ចង់ធ្វើលបង មិនបងឯងសួរនឹងចង់មានន័យមិនទេធ្វើលបងធ្វើលបង កដាលដីយល់ ចាបងឯងចង់ធ្វើទៅបងមានអី ដីយើងមិនម៉ែយើងចែកដីគ្នា អត់ទេ អត់ទេមិនទីអី អត់ទេអត់កើតទេបងឯងចង់ធ្វើបងឯងវាយទៅធ្វើពាក់ ដីបង យកខ្ញុំ តើ ហ្នឹងហើយមិនត្រូវលុយខ្ញុំវិញ តែដល់ថាយើងធ្វើយើងចែកគ្នាទៅដល់ថាអាហ្នឹងវាយើងរួមគ្នាដែរ អត់ទេបងអានឹងដីនឹងបងឯងតាបងឯងចង់ធ្វើបងឯងចេញលុយខ្លួនឯងទៅមកមានចង់ធ្វើបង ទៅសួរបងខ្ញុំសិនណា ចាបងសួរឲ្យចាំប្រាប់ខ្ញុំទៅ វា ចាជំរាបលាបងសុខសប្បាយដល់តាមផ្លូវបង អូនណាបងមកពីផ្ទះមីង2នាក់នោះវិញហ៎ គេថាម៉េច គេអត់ចង់ចេញលុយឲ្យយើងម្នាក់ពាក់កណ្ដាលផង ហើយចំណេញទាំងសងខាងហ្នឹង ចំណេញទាំងសងខាងហើយនៅហ្នឹងសើចោលប្លន់លួចកាប់ស្វាយកាប់អីចាប់យកដើមជ័យដើមអី គេថាអត់យកហ្មង អត់យកហ្មង និយាយមិនក៏អត់ដែរ មិនអត់ ហើយធ្វើម៉េច
lấy dương score mấy từ vị để ta mình mấy tới mình cái lại không hết À, ôn mà phật mấy năm mến. Ô, bây chẳng bây tới không của mấy khát, chăm xu mà. chăm xua mà mệt mẹ ចាជម្រាបសួរបងចាសូមចេញអង្គុយបងអញ្ជើញមកមានការអីដែរបង បងមានរឿងពាក់ព័ន្ធមួយចង់ធ្វើលបងណា ចាបងចា និយាយទៅលបងគ្រាន់ចង់ធ្វើលបងដាក់មិត្តសពកណ្ដាលដីយើងហ្នឹងណា អូចាបង មានពិធីមួយទៀតមីងវងហ្នឹងណា ចា តែក៏អត់ជួយចេញគ្នាគាត់ខ្ញុំចង់ឲ្យចេញម្នាក់ពាក់កណ្ដាលទៅ ចាអញ្ចឹង អត់ទាំងអស់គ្នាទេ ចាចា ឥឡូវខ្ញុំចង់សំណូមពរមេឃុំជួយរកនីតិវិធីដល់ស្រែខ្ញុំផង ចា បាទ អូខ្ញុំយល់ពីបញ្ហារបស់បងអញ្ចឹងមានតែខ្ញុំពិភាក្សាមួយស្មៀនរបស់ខ្ញុំហើយពួកយើងនឹងកោះហៅភាគីពាក់ព័ន្ធទាំងអស់មកដើម្បីនិយាយគ្នាអញ្ចឹងពួកយើងនឹងសម្រេចតាមហ្នឹងណាហៅពួកគាត់មកនិយាយគ្នាបងចា អរគុណច្រើនណាស់ អរគុណបងអរគុណ ជំរាបសួរអូនអញ្ចឹងដោយសារតែប្រជុំហ្នឹងមកបានមកដោយសារខ្ញុំជាប់រវល់ធរៈនៅភ្នំពេញអញ្ចឹងសូមផ្ញើលិខិតបញ្ជាក់ព័ត៌មានសុយាដីជាមួយនឹងប្លង់រងរបស់ភាគីយើងណាបងចាបងសូមបណ្ឌិតមើលសិនណាចាហ្នឹងគឺលិខិតបញ្ជាក់ព័ត៌មានសុយាដីហើយមួយទៀតតកតងនឹងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជាមួយនឹងលិខិតទេសិតចាអរគុណច្រើនអូនអរគុណចាអរគុណជ្រាបលាបងគេថាមិនហ្នឹងខ្ញុំទេនិយាយពួកគាត់ហៅទេមិនដែរហើយបងអារឿងដីធ្លីនោះដូចពីបងប្អូន3នាក់ហ្នឹងចាអាហ្នឹងគាត់ចង់ប្រជុំស្អែកពេលព្រឹកម៉ោង 9 ម៉ោង 9 ព្រឹកចាហើយនឹងដីពិវត្តនោះមេធាវីគេត្រូវមកកពតនឹងដែរបងគេមានរឿងត្រូវមកស្លាកការដែរនៅម៉ោង 3 ហ្នឹងបងហៅ 3 ចឹងទៅគាត់ខ្ញុំថាមិនឲ្យគាត់មកជុំគ្នានៅម៉ោង 3 ទៅបងក៏មិនដែរអញ្ចឹងសរុបមកគឺមានប្រជុំម៉ោង 9 ព្រឹកមួយហើយនៅម៉ោង 3 ល្ងាចមួយអញ្ចឹងសូមឲ្យភាគីទាំងអស់គ្នាចូលរួមទាំងអស់គ្នាសហការទាំងអស់គ្នាចាពួកអីខ្ញុំបានទេប្រាប់ទៅមីងវងអីដែរខ្ញុំថាមានអ្នកប្រឹក្សាស្ដាប់គេមកនិយាយអញ្ចឹងទៅបងគាត់ព្រមមកចាដោយសារយើងហៅគាត់មកអញ្ចឹងគាត់អត់ចង់មកទេហ្នឹងហើយអ្នកភូមិយើងអញ្ចឹងឯងបងនៅប្រហែលអញ្ចឹងមានតែវិធីហ្នឹងណាបងចាហើយយើងបញ្យល់គាត់តាមហ្នឹងណាបងណោះចាអញ្ចឹងអរគុណច្រើនដែលជួយសម្របសម្រួលណាបងចាអរគុណទៅសិនចាអូខេ ជំសួរបង បាទជំសួរជំនួសុខស បាទ ប្បាយ បង មែន សុខសប្បាយបងចឹងដោយសារតែខ្ញុំនៅកពតឡើយចឹងខ្ញុំសូមខលបងតាម Google Meet ទៅយើងស្រួលប្រាប់ការងារ ហ្នឹងហើយអត់អី បាទថ្ងៃហ្នឹងខ្ញុំមកកពតបងមានរឿងពីរ បាទឥឡូវយើងមកដល់អង្គកសោមែនគឺមើលឆៃមើល scan នៅយើងត្រូវមាន scan ជួរមកបកទៅដល់ឯកសាររបស់ពួកគាត់អូបងកាន់ការគាត់ឲ្យលេខយើងទៅគេដឹងលើកសិន លយមកសួរណាគេដែរអូខាតែមកបងកាន់ការមែនហ្នឹងហើយខ្ញុំ assistant របស់គាត់អូហ្នឹងហើយមីងវិវាទដីធ្លីហ្នឹងអូឆ្លើយពេលឥឡូវហ្នឹងខ្ញុំពងនៅអង្គកសោមដែរពងចូលបាយតិចហើយថ្ងៃតិចខ្ញុំទៅតុលាការហើយឈានចូលជួបអ៊ីហ្មងនិយាយគ្នាក្រៅហ្មងសួរមេបសួរបង ចាសួស្ដីអូន ហ្នឹងហើយបងឥឡូវមានតំណែងថ្មីតែតងជាមួយនឹងចំនួនដីធ្លីហ៎បង អូចំនួនដីធ្លីនៅខេត្តណាវិញអូន នៅកពតបងស្មានខុំគេទេមក អូហើយបញ្ហាហ្នឹងចំនួនដីធ្លីហ្នឹងលើបញ្ហាអីគេជា detail ណាប្រាប់បងបានទេ ថាជាជាចំនួនតកតងមួយជាងអត្តសិទ្ធិដែលអ្នកពីរអ្នកហ្នឹងគាត់អត់ព្រមដោះស្រាយ ជម្រាបសួរបងប្អូនទាំងអស់គ្នា បាទជំរាបសួរដល់ស្រីខ្ញុំសុខសប្បាយហើយ ជម្រាបសួរសុខសប្បាយចូលបងប្អូនទាំងអស់គ្នាវិញ បាទសុខសប្បាយ ចាមើលទៅឃើញមុខមាត់ស្រស់ស្រាយណា បាទស្រី អរគុណច្រើនដែលចូលរួមប្រជុំថ្ងៃនេះហើយខ្ញុំឮថាមានករណីចំនួនដីធ្លីបែងចែកកម្មសិទ្ធិគ្នាមិនដាច់មែនអត់ បាទស្រី អញ្ចឹងអរគុណច្រើនមុននឹងយើងធ្វើការសម្រុះសម្រួលក៏ដូចជាចរចាគ្នាខ្ញុំចង់ឲ្យភាគីដែលពាក់ព័ន្ធហ្នឹងជួយប្រាប់ខ្ញុំត្រឡប់មកវិញបានអត់ថាមានរឿងអីកើតឡើងហើយតើខាងឃុំរបស់យើងនេះអាចជួយដល់បងប្អូនបានមិនខ្លះ បាទជាដំបូងសូមគោរពដល់លោកស្រីមួយឃុំនិងស្រីចៅសង្កាត់និងអ្នកនៅក្នុងអង្គជុំទាំងមូលខ្ញុំបានទិញដីពីលោកហុងលីដោយការនោះគឺលោកមេឃុំរាជាអ្នកផ្ដិតមេដៃទទួលស្គាល់ ចាមើលខ្ញុំសូមមើលឯកសារនឹងតិចមើលតាំងពីមេឃុំចាបងចា
ហើយមិនទៀតលោកនិយាយណា ខ្ញុំបានបកគោលលុយដោយមានសាក់សីនៅទីនេះជាមួយខ្ញុំដូចគ្នាហើយខ្ញុំបានឲ្យគេទៅបោះបកគោបន្ទាប់មកបែរជាគេថាដីហ្នឹងគឺមិនមែនជាម្ចាស់របស់ខ្ញុំទេតែជាកម្មសិទ្ធិទៅវិញ ចុះក្រៅពីលិខិតទេសិទ្ធនេះមានផុសតាងអីផ្សេងទៀតទេ អត់មានទេបាទ ហើយសាក់សីជួយបញ្យល់តិចមើលថាការនោះធ្វើយ៉ាងម៉េចខ្លះ កាលនោះខ្ញុំបាន2នាក់ជាមួយពន្លឺបានទៅជួបជាមួយនឹងហុងលី ចា ទៅចុះហត្ថលេខាទិញលក់ដីនៅកពតនេះនឹងបានកម្មសិទ្ធិនឹងមក ចាចុះតកតងជាមួយនឹងការធានាអះអាងផ្លូវច្បាប់អីតើលោកមេឃុំបានជម្រាបដល់បងអត់ថាត្រូវធ្វើយ៉ាងម៉េច អត់ទេគាត់បានត្រឹមជាឲ្យប្លង់កម្មសិទ្ធិនេះឲ្យ ចាអញ្ចឹងខ្ញុំនឹងមើលសិនហើយខ្ញុំចង់ឮពីខាងភាគីបងប្អូនទៅដែរចាជម្រាបសួរ មួយថ្ងៃមុនខ្ញុំបានដើរមកផ្ទះខ្ញុំវិញណាពីខាងក្រៅហ្នឹងណាក៏ឃើញគេដាំបកគោដាំអីទៅខ្ញុំឆ្ងល់ថាបងប្អូនគេ3នាក់ហ្នឹងគេអត់សូវមកទេគេមិនសូវមកលេងទេគេនៅតែពេញទេហេតុអីក៏គេដាំបកគោអីហឹកហាក់ម៉ែក៏មានមនុស្សអីច្រើនញ៉ៃញ៉ៃចឹង ចាចា បាទទៅក៏ខ្ញុំបានជួបមួយមេធាវីជនហូទៅហើយគាត់ ជម្រាបសួរលោកមេធាវីខ្ញុំចង់លើកពីខាងលោកមេធាវីដែរ បាទសូមគ្រប់អ្នកស្រីមេឃុំនិងបងប្អូនទាំងអស់ដែលបានចូលរួមកិច្ចជុំមានទីមែនតើខ្ញុំបានតំណាងឲ្យអ្នកស្រីជាសីដែលគាត់ឥឡូវបច្ចុប្បន្ននៅហុងកុងសារមានភារកិច្ចអញ្ចឹងនេះជាលិខិតទេសិទ្ធរបស់ខ្ញុំ ចាអរគុណ គាត់ប្រកួតសិទ្ធឲ្យហើយពាក់ព័ន្ធការងារនេះគឺខ្ញុំបានព័ត៌មានពីគាត់ហើយគាត់ពឹងពាក់ខ្ញុំដើម្បីជួយមកចុះមកមើលដីហ្នឹងហើយដូចខ្ញុំបានជាក់ស្ដែងដូចអ្នកស្រីបានជួបខ្ញុំនៅទីតាំងដីផ្ទាល់ថាមានបញ្ហាត្រង់ថាគេបោះបកោដីហើយស្របពេលនេះដែរមានភាគីម្ខាងគេអាងថាមានប្លង់កម្មសិទ្ធិដែរ ចាចា តែតួយ៉ាងអាប្លង់កម្មសិទ្ធិជាលិខិតទេសិទ្ធតែប៉ុណ្ណោះដែរអន្តរជាតិយុទ្ធវាមានតិចជាងដែរអ្វីដែលគាត់យើងមាន ចាចា ហើយជាក់ស្ដែងនេះកងដីរបស់យើងខ្ញុំក៏មិនដែលដឹងថាមានគេបោះផ្លង់ដែរទើបតែមានបងប្អូនគាត់នៅចិត្តគ្នាដែលស្គាល់ម្ចាស់គាត់ចាំដីហ្នឹងគាត់ក៏បានប្រាប់ហើយបានតាក់ទងមកខ្ញុំមកជួបលោកទាំងពីរនេះដើម្បីដឹងដំណើររឿងក៏បានជួបភាសាហើយដែរហើយដូចបានជួបគ្នាដែរបាទស្អីបាទ តើអាចជួយបង្ហាញប្លង់រឿងឲ្យខ្ញុំ បាទស្អីបាទលោកជំនួយការជួយយកទេបាទបាទនេះជាប្លង់កម្មសិទ្ធិដែលចេញដោយមន្ទីរសុរដីខេត្តកពតក៏ដូចជាសភៅគ្រួសារដែលអះអាងពីដែលគាត់ជាសមាជិកគ្រួសារផងដែរនៅក្នុងនេះឈ្មោះគាត់ទាំង3នាក់តែម្ដង អញ្ចឹងខាងភាគីបងប្អូនទាំង3ហ្នឹងមានទាំងសភៅគ្រួសារដែលបញ្ជាក់អំពីសមាជិកគ្រួសារមានទាំងអស់ បាទមែនតើអ្នកស្រីគាត់ជាសាក់សីទេមិនឃើញថាខ្ញុំតំណាងទាំង3នាក់តែម្ដងបាទ ចាចាអញ្ចឹងរឿងនេះគឺតាក់ទងជាមួយនឹងភាគីទាំងពីរមានមួយខាងមានលិខិតទេសិទ្ធតែមួយខាងទៀតមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុបើយោងទៅតាមការ ស្រីសូមកាត់ទេសារខ្ញុំក៏បានធ្វើនីតិវិធីឲ្យមន្ទីរសុរដីចេញនៅលិខិតបញ្ជាក់ព័ត៌មានសុរដីដែរដែលនៅនឹងបានប្រធានសុរដីក៏បានបញ្ជាក់បន្ថែមទៅលើប្លង់កម្មសិទ្ធិហ្នឹងគឺថាបញ្ជាក់ថាដីនេះពិតជាដីរបស់បងប្អូនទាំង3នាក់គឺកញ្ញាគិសីដែលជាតំណាងពិតប្រាកដមានតែស្រី វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលបាននេះវាមានការទទួលស្គាល់ហើយតាមរយៈអនុក្រឹត្យលេខ46ហ្នឹងគឺគាត់មានសិទ្ធិហើយវាមានលក្ខណៈកតិយុត្តរឹងមាំដែលយើងអាចអះអាងថាគាត់មានសិទ្ធិស្របច្បាប់នៅក្នុងការកាន់កាប់ដីហ្នឹងអញ្ចឹងហើយខាងឃុំយើងគឺសម្រេចថាអ្នកដែលមានកម្មសិទ្ធិពិតប្រាកដនោះគឺខាងបងប្អូន3នាក់ហ្នឹងឯង បាទឈ្មោះឱកាសដែរសូមគ្រប់អាជ្ញាអ្នកស្រីដើម្បីបញ្ចូលបន្ថែមទៅលោកពន្លឺដើម្បីកុំឲ្យមានមន្ទិលសង្ស័យថាហេតុអ្វីបានលិខិតរបស់លោកមិនអាចអះអាងចំពោះលិខិតយើងខ្ញុំអញ្ចឹងខ្ញុំសូមថាច្បាប់យើងគឺបើសិនជាលោកចង់អះអាងអំពីកម្មសិទ្ធិរបស់លោកត្រូវតែចុះបញ្ជីតែទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចត្រឹមត្រូវតែនឹងក្នុងអន្តរជាតិលេខ46គឺគេចូលបង្ហាញឲ្យក្រសួងដែនដីអង្គរវិកម្មសំណង់ឬក៏មន្ទីរដែនដីគឺអ្នកចេញលិខិតនិបត្តិបញ្ជាក់អង្គម្ចាស់ចលនវត្ថុដែលធ្វើវិញលិខិតរបស់លោកគឺអត់មានអន្តរជាតិយន្តណាដើម្បីខ្ញុំបន្តតាំងជាមួយនឹងមុខរបស់ខ្ញុំទេអញ្ចឹងហើយលោកពន្លឺអាចដូចអ្នកស្រីពីគុំសុំឯកភាពទាំងស្រុងតែម្ដងថាដំណោះស្រាយពិតជាល្អដែរលោកគួរតែទៅពិភាក្សាជាមួយលោកហុងលីវិញដែលជាអ្នកលក់ឲ្យតើត្រូវមានដំណោះស្រាយបែបណាច្បាប់យើងគឺទទួលស្គាល់បុគ្គលណាដែលបានចុះបញ្ជីស្របច្បាប់ទៅតាមអ្វីដែលមានតិធិជាធរមានក្នុងច្បាប់នឹងទទួលស្គាល់អ្នកនោះជាកម្មសិទ្ធិករលោកលឺថាលោកយល់ទេមានអីមិនទាន់យល់ដែរ លោកអាចបញ្ចេញមតិបានបើសិនបើលោក ខ្ញុំសុំថែមតិចបងប្អូនវិញដូចជា
បងសុយអដីខាងសុយអដីគាត់បានយកថងមកជែកដែរត្រូវអត់បងចាគេលោកញ៉ាំរបស់បងចាគេនឹងមានសុយអដីបងនេះនឹងខ្លងទទួលស្គាល់ហ្មងបងនឹងខ្លងរឿងបង បាទ ទទួលស្គាល់ តែពេលខ្ញុំទិញហ្នឹងគាត់ឲ្យប្លង់ហ្នឹងមកគាត់ឲ្យប្លង់ទុនមកអញ្ចឹង ចាបងដោយសារដីហ្នឹងគាត់មានម្ចាស់ចេញខ្លងរឿងហើយអត់ដឹងថាគាត់លក់ហ្នឹងតាមវិធីណាទេយើងអត់ដឹងដែរ អញ្ចឹងមានចាញ់បោកគេ ហ្នឹងហើយបងជាមួយបងអាចតំណាក់តំណងជាមួយនឹងលោកមេឃុំចាស់ហ្នឹងណាបងហើយជាមួយនឹងអ្នកលក់ឲ្យបងហ្នឹងថាមិនមែនយើងត្រូវដោះស្រាយគ្នាមិនចឹងបងហើយមិនទេបងប្តឹងគេតាមហ្នឹងទៅយើងដាក់ដោះស្រាយតាមច្បាប់បង បាទ ចឹងយើងសម្រេចថាយើងបញ្ចប់អង្គប្រជុំរបស់យើងថ្ងៃនេះហើយបើសិនបើមានការមិនពេញចិត្តអាចបញ្ចេញមតិយោបល់បានហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយប្រើប្រាស់សេវាឃុំសង្កាត់របស់យើងអរគុណជំរាបលា Nhiều xu đã thấy mày không xong thì bái chú phía thế thấy ជួបគ្នារហូតនឹងរឿងដីធ្លីទៅដល់មានអត់ và hướng của សុខសប្បាយ xong bái xong bái tầm chụp một mình រកទទួលទានអីកាក់កបឯណា cả có mà miền cái đây chơi nhé cả có ចាជំរាបសួរបងប្អូនទាំងអស់គ្នាម្ដងទៀតហើយអរគុណដែលចំណាយពេលវេលាមកប្រជុំថ្ងៃនេះហើយដឹងថាថ្ងៃនេះមកពិភាក្សារឿងអីអត់អូខេមកធ្វើលបងហ្នឹងហើយរឿងធ្វើលបងរបស់យើងហ្នឹងឯងតាមពិតករណីលបងហ្នឹងណាវាមានចំនួនជាមួយគ្នារហូតហ្នឹងជាពិសេសគឺតាក់ទងជាមួយនឹងការជួយចេញកម្រៃហើយមុននឹងទៅដល់ការពិភាក្សារបស់យើងគឺខ្ញុំចង់ឲ្យខាងភាគីពាក់ព័ន្ធរបស់យើងហ្នឹងជួយនិយាយថាមានរឿងដំណើរដើមតងអីខ្លះចាទៅមុនដំបូងខ្ញុំមានដីមួយប្លង់ចាដីលក្ខណៈដីចកាដែលខ្ញុំចង់ដើមឈើហូបផ្លែអញ្ចឹងទៅតែដោយសារនៅភូមិហ្នឹងគេមានសម្បូរដកអសន្តិសុខចាសម្បូរអីទៅខ្ញុំចង់ធ្វើជាលបងជាប់ជាមួយអ្នកជិតខាងខ្ញុំចាលបងណាបាទតែខ្ញុំក៏ទៅសួរគាត់ថាមិនម៉ែយើងចែកគ្នាទៅណា50ទៅជួយគ្នាតែគាត់អត់យល់ព្រមទេចាបាទចុះគាត់អះអាងមិនដែរគាត់អះអាងដល់យល់ព្រមខ្ញុំជាអ្នកផ្ដើមបណ្ឌិតទៅត្រូវចេញទាំងអស់ 100% អញ្ចឹងណាចឹងខ្ញុំចង់សូមនិយាយពីដោះស្រាយពីខាងអ្នកស្រីមេឃុំចាអរគុណច្រើនចាចុះខាងលោកស្រីមានអីចង់ជម្រាបមកមេឃុំក្រៃនោះពួកយើងអាចជួយសម្របសម្រួលក៏ដូចជារកគេហៅថាចំណុចប្រសពមួយនៃបញ្ហាទៅកាន់លោកស្រីវិញណាលោកស្រីដោយសារតែគាត់ជាអ្នកផ្ដល់កំណត់ហើយណាមួយទៀតខ្ញុំអត់មានបញ្ហាអីថាត្រូវធ្វើលបងទេខ្ញុំគិតថាហើយណាមួយទៀតបញ្ហាជីវភាពក៏វាអត់សូវល្អដែរឥឡូវហ្នឹងអញ្ចឹងទៅបើគាត់ឲ្យខ្ញុំចេញ50វាអត់សមខ្ញុំមានលុយណាចេញធ្វើពេញចឹងចុះលោកស្រីពេលដែលលបងហ្នឹងសាងសង់លោកស្រីនឹងអាចប្រើប្រាស់លបងហ្នឹងបានដែរតើលោកស្រីមានន័យថាលបងហ្នឹងគឺយើងប្រើប្រាស់រួមទេអញ្ចឹងណាគ្រាន់ថាលោកខាងនោះគឺគាត់មានការស្នើសុំឲ្យយើងនឹងជួយគ្នានៅក្នុងការធ្វើដោយសារតែវាជាកម្មសិទ្ធិរួមអញ្ចឹងណាលោកស្រីយល់មិនដែរបើថាខ្ញុំជួយចេញខ្ញុំអាចប៉ុន្តែបើឲ្យការស្នើសុំរបស់គាត់50%ចឹងខ្ញុំអត់មានលទ្ធភាពដល់ទេចាបើថាគាត់អាចបន្ថយមកតិចមកខ្ញុំអាចមានលទ្ធភាពដល់គាត់ចាលោកស្រីបើយោងទៅតាមក្រមរដ្ឋប្រវេណីរបស់ប្រទេសកម្ពុជាយើងណាបាននិយាយថាចំពោះការជួសជុលនិងការសាងសង់នៅជញ្ជាំងអត្តសិទ្ធិរបស់យើងហ្នឹងគឺជាបន្ទុករបស់អ្នកដែលមានអត្តសិទ្ធិលើជញ្ជាំងនោះមានន័យថាលោកស្រីក៏មានសិទ្ធិលើជញ្ជាំងលោកខាងនោះក៏មានសិទ្ធិលើជញ្ជាំងមានន័យថាអ្នកទាំងពីរគឺត្រូវតែចូលរួមជួយគ្នាប៉ុន្តែក្នុងនឹងផងដែរខ្ញុំក៏ចង់លើអំពីមតិរបស់ខាងបងដែលជាមេធាវីក៏ដូចជាខាងអ្នកប្រឹក្សាច្បាប់ផងដែរបាទជាដំបងសូមគោរពអ្នកស្រីមេឃុំម្ដងទៀតដែលបានជួបគ្នាហើយសូមគោរពដល់អង្គទីទាំងមូលទីគោរពយើងនិយាយពីអត្តសិទ្ធិភាពបើសិននិយាយអញ្ចឹងអាចអ្នកស្រីអត់សូវយល់ថាអ្វីជាអត្តសិទ្ធិភាពយើងមកយោងតាមត្រាពី15អត្តសិទ្ធិភាពសំដៅលើស្ថានភាពអ្នកជនណាមួយគាត់មានសិទ្ធិក្នុងការប្រើប្រាស់កម្មសិទ្ធិលើដីជាប់គ្នាដូចជាលបងជញ្ជាំងអីជាដើមហ្នឹងគេហៅថាអត្តសិទ្ធិភាពអញ្ចឹងក្នុងនេះដែរនិយាយថាបើសិនជាជញ្ជាំងត្រូវបានសាងសង់ឬក៏លបងដែលលោកកូនក្រីរបស់ខ្ញុំបានលើកឡើងហ្នឹងគឺអ្នកស្រីមានសិទ្ធិក្នុងការប្រើប្រាស់រួមគ្នាដែរប៉ុន្តែអ្វីជាកាតព្វកិច្ចតម្រូវអ្នកស្រីត្រូវជួយចេញទៅតាមសាមាត្រនៃសិទ្ធិរបស់ខ្ញុំគឺថាអ្នកស្រីមានប្រមាណម៉ែត្រអ្នកស្រីប្រើបានដូចគ្នាប៉ុន្តែតម្រូវឲ្យអ្នកស្រីជួយចេញលើកម្រៃនឹងបញ្យងតាមក្រមរបៀបដូចគ្នាពី17អញ្ចឹ
ចឹងអ្នកស្រីសូមមេត្តាយោគយល់ពីករណីនេះដើម្បីភូមិឃុំយើងសុខសាន្តទាំងអស់គ្នាដើម្បីការពារទៅទ្រព្យសម្បត្តិរបស់អ្នកស្រីផងដែរអ្នកស្រីយល់ណាដែរហើយលោកខាងអ្នកស្រាវច្បាប់យល់ណាដែរ សូមគោរពដល់អ្នកស្រីមេឃុំក៏ដូចជាភាគីហ្នឹងហើយមីងដូចពួកខ្ញុំបានបញ្យល់មីងពីមុនអញ្ចឹងណាតកតងជាមួយនឹងដបងអត្តសិទ្ធិហ្នឹងគឺនៅពេលដែលដបងត្រូវបានសង់ទៅលើដីទាំងពីរទាំងពីរភាគីហ្នឹងគឺតម្រូវឲ្យខាងមីងហ្នឹងជួយចេញសហុយដែរហើយមិនមែនចេញសហុយហ្នឹងគឺមីងបាត់បង់អីទេគឺមីងក៏មានសិទ្ធិក្នុងការប្រើប្រាស់ទៅលើដបងហ្នឹងដែរអញ្ចឹងមីងអាចមេត្តានិយាយថាចេញទៅមីងបើតាមគំនិតរបស់ពួកខ្ញុំគឺពួកខ្ញុំមានតែឲ្យយោបល់ក្នុងការចេញសហុយហ្នឹងព្រោះថាបើមីងអត់ចេញទេមីងអត់មានសិទ្ធិទៅលើម្ចាស់អត្តសិទ្ធិហ្នឹងទេដបងអត្តសិទ្ធិហ្នឹងទេអញ្ចឹងថ្ងៃក្រោយហ្នឹងវាអាចមានចំនួនថែមទៀតថ្ងៃក្រោយគឺមើលអត់ឃើញទេអញ្ចឹងណាសម្រាប់ម្ចាស់អត្តសិទ្ធិហ្នឹងមីងបាច់ចេញម្ដង50ក៏បានដែរមីងចរចាមួយខាងគាត់បានថាខាងគាត់ចង់ចេញមកមីងចង់ចេញមកដើម្បីសម្រុះសម្រួលគ្នាក្នុងការធ្វើលបងអញ្ចឹងដើម្បីផលប្រយោជន៍ទៅមុខដូចទាំងអស់គ្នាអញ្ចឹងដូចមីងបានព្រមព្រៀងមកពួកខ្ញុំអញ្ចឹងមីងអាចចរចាមកពួកគាត់បានដោយសារពួកគាត់មកដែរចាហ្នឹងហើយមីងអញ្ចឹងឥឡូវបើតាមមីងយោបល់របស់មីងចង់ចេញមកដែរទៅលើសហុយហ្នឹងបើតាមលទ្ធភាពតែមីងមានណាមីងអាចចរចាទៅហើយពួកខ្ញុំមានតែមានការសម្របសម្រួលតាមហ្នឹងមកភាគីគេយល់ផងអញ្ចឹងណាបើតាមលទ្ធភាពខ្ញុំអាចចេញបាន 30% ដោយសារមកចង់មានចំនួនច្រើនអ្នកចិត្តខាងហើយមួយទៀតខ្ញុំដឹងថាគាត់ខ្ញុំអាចត្រូវប្រប្រាស់ហ្នឹងអញ្ចឹងលទ្ធភាពខ្ញុំបានត្រឹម 30% ចាចុះលោកមានអីជាការបញ្ចេញមតិយោបល់បន្ថែមអត់តែមិនដែរ 30% គិតថាខ្ញុំយល់ព្រមមួយ 30% ចឹងយល់ព្រមហ៎អញ្ចឹងចាត់ទុកថាភាគីទាំងអស់គ្នាគឺមានការយល់ព្រមមានន័យថាយោងទៅតាមផលប្រយោជន៍ក៏ដូចជាការតម្រូវការនៃការប្រើប្រាស់របងអញ្ចឹងខ្ញុំចង់ឲ្យលោកមេធាវីជួយបញ្យល់បន្តិចមើលថាបើសិនបើដីយើងអត់សង់របងអញ្ចឹងតើវាអាចមានផលប៉ះពាល់អីខ្លះហើយប្រសិនបើយើងសង់តើភាគីនឹងអាចប្រើប្រាស់ជាប្រយោជន៍យ៉ាងម៉េចនៅថ្ងៃអនាគតបាទសូមអរគុណអ្នកស្រីដែលខ្ញុំបានលើកឡើងខាងដើមថាបើសិនជាមានរបងនេះយើងអាចការពារទៅលើទ្រព្យសម្បត្តិរបស់យើងផងដែរហើយច្បាប់ក៏យើងងាយស្រួលក្នុងការកំណត់ព្រំទទួលដោយយើងគ្រាន់តែមើលទៅឃើញដឹងថាណាជាម្ចាស់ព្រំដីបៃណាដែរអ្នកស្រីអញ្ចឹងណាចាអញ្ចឹងវាស្រួលដែរហើយណាមួយទៀតអ្នកស្រីមានសិទ្ធិក្នុងការប្រើប្រាស់របងហ្នឹងបានដូចគ្នាបើសិនជាអ្នកស្រីជួយចេញនៅថ្លៃសហុយហើយសាងសង់អីនឹងជាអាចហ្នឹងអញ្ចឹងថាអ្នកស្រីមានកម្មសិទ្ធិរួមដែលជាហៅថាអត្តសិទ្ធិភាពហ្នឹងចាអញ្ចឹងអ្នកស្រីសូមមេត្តាយោគយល់ដល់ចំណុចនេះតែបើសិនជាអ្នកស្រីព្រមថាចេញ 30% បើសិនជាកូនក្តីរបស់ខ្ញុំគាត់យល់ព្រម 30% ខ្ញុំក៏ឯកភាពតាមសម្ដៅដើម្បីបញ្ចប់នៅការដែលយើងទៅចែកគ្នាមិនទាន់ត្រូវគ្នាហ្នឹងដើម្បីរស់នៅសុខសាន្តក្នុងភូមិរបស់យើងចានៅភូមិរបស់យើងគឺអត់លក្ខណៈថាបញ្ហាសុវត្ថិភាពក៏ដូចជាតម្រូវការនៃការធ្វើលបងហ្នឹងក៏វាជារឿងចាំបាច់ដែរណាមួយគោក្របីយប់ថ្ងៃអីយើងមិនដឹងទេអញ្ចឹងលបងត្រូវតែមានចាំបាច់ហើយដូចលោកមេធាវីបានលើកឡើងអញ្ចឹងគឺតាក់ទងជាមួយនឹងការកំណត់ព្រំប្រទល់ដីកុំឲ្យវាមានបញ្ហាចំនួននៅថ្ងៃក្រោយព្រោះលបងខ្លះគឺអត់ត្រូវនឹងជាមួយនឹងក្បាលដីក៏ដូចជាប្លង់ដីអញ្ចឹងហើយខាងឃុំរបស់យើងគឺជួយសម្រួលថាខាងបងចេញ30ហើយខាងបងខាងនោះចេញ70ដែលវាជាការព្រមព្រៀងយកទៅតាមឆន្ទៈរបស់អ្នកទាំងពីរអញ្ចឹងអ្នកស្រីមួយឃុំសូមអ្នកស្រីរៀបចំកិច្ចសាស្ត្រព្រមព្រៀងសាស្ត្រអីដើម្បីចាខ្ញុំនឹងឲ្យខាងស្មៀនជួយរៀបចំហើយធ្វើការសញ្ញេដើម្បីចាត់ទុកជាផុសតាំងក្នុងការអះអាងធានានៅថ្ងៃក្រោយអញ្ចឹងភាគីខាងបងខាងនេះគាត់ព្រមចេញ 30% ហើយខាងបងព្រមចេញ 70% ទៅចាអូខ